តបបងប្អូនទាំងអស់គ្នាមកមើលការធ្វើសិប្បកម្មដែករបស់ប្រជាជនឥណ្ឌាទាំងអស់គ្នាបាទឥឡូវនេះយើងមើលការធ្វើការកាត់ដែកអ្នកទាំងអស់គ្នានឹងកាត់ស្លធ្វើអីទេអ្នកទាំងអស់គ្នាចាំមើលទាំងអស់គ្នាឥឡូវគេត្រូវការដុតនៅក្នុងភ្លើងដែលមានសីតុណ្ហភាពខ្លាំងមែនទែនគឺថាក្តៅមែនទែនមួយរហូតដល់ឆេះតែម្ដងឥឡូវនេះគេត្រូវការយកមកធ្វើកែច្នៃឬមើលសម្អាតអីទាំងអ្នកគ្នាមើលតគ្នាគេថាលយមែនទែនស្អាតតែមិនដឹងថាគេយកទៅធ្វើអីគេទេនេះឥឡូវគេយកទៅដាក់ត្រាំទឹកដើម្បីឲ្យវាចេញជាតិមកការសវិញអ្នកគ្នាគេថាច្រលក់មកទឹកឲ្យថែមមកទឹកទៀតអ្នកគ្នាពេលនេះគេយកទៅចាក់នៅក្នុងមួយទៅដើម្បីវាចម្រាញ់ឲ្យវាស្អាតហើយនឹងគេដុតភ្លើងកម្ដៅវាដងទៀតដើម្បីវាចេញមកវាមាន